ជំរាបសួរបងប្អូនយើងមកអាប់ដេតទៅលើដំណើរទីផ្សារមាសសម្រាប់ការជួញដូរនៅថ្ងៃទី16ខែ5ឆ្នាំ2025ត្រូវនឹងថ្ងៃសុក្រចុងសប្តាហ៍ចឹងយើងឃើញដំណើរទីផ្សារមាសកាលពីម្សិលមិញហ្នឹងគឺឡើងខ្លាំងមែនទែនឡើងបន្ទាប់ពីទំនោរទម្លាក់ខ្លួនចុះមកជើងមកដល់តំបន់03120ហើយបានបកត្រឡប់ឡើងមកលើវិញហ្នឹងគឺតំបន់កំពូលចុងក្រោយដែលបានឡើងកាលពីយប់មិញគឺស្ថិតនៅក្នុងតំបន់03254ចឹងឡើងពីតំបន់03120មកដល់3250ជាងនេះគឺខ្ទង់130លេខហើយឡើងនេះឡើងចង់បាក់ចកេះមានន័យថាវាចុះមកឈុំងុំមកឡើងវិញគឺឡើងលើសតម្លៃឲ្យបានចុះទៀតចឹងមានន័យថាវាឡើងលើសការព្យាករណ៍ការគ្រោងទុកដែរអ្វីដែលខ្ញុំវិភាគឃើញកាលពីម្សិលមិញគឺថាឡើងជាមជ្ឈុំអាចតំបន់789ឬក៏មានតំបន់89នេះគឺសឹងតែច្រើនដែរប៉ុន្តែនេះវាឡើងលើសពីតំបន់ដែលយើងគិតថាវានឹងឡើងដល់ទៀតហួសខ្លាំងឆ្ងាយមែនទែនហើយព្រឹកមិញក៏បានទម្លាក់ខ្លួនចុះមកវិញខ្លះដែរបងប្អូនដែលបានទម្លាក់មកដល់តំបន់0320703ហ្នឹងឯងជាចំណុចឡូតំបន់នេះឥឡូវនេះវាកំពុងតែព្យាយាមដើរ sideways ទៅមកប៉ុន្តែកម្លាំងទីផ្សារដោយសារតែបានឡើងកាលពីយប់មិញហ្នឹងគឺច្រើនយើងគិតទៅក្នុងមួយថ្ងៃ130លេខជាងគឺច្រើនខ្លាំងមែនទែនហើយបងប្អូនឡើងនេះឡើងលើសការរំពឹងទុកលើសការគ្រោងទុកឆ្ងាយខ្លាំងមែនទែនអញ្ចឹងនៅពេលដែលវាឡើងខ្លាំងបែបនេះវាក៏អាចនឹងទម្លាក់ខ្លួនចុះមកខ្លះវិញដែរអាចនឹងមកកើត្រឹមតំបន់នេះបងប្អូនណាព្យាយាមរត់មកដល់តំបន់03000 15068វិញនឹងអាចមានឱកាសនៅក្នុងការមកដល់តំបន់ហ្នឹងហើយបានបកឡើងអញ្ចឹងន័យថាទំនោរដែលយើងមើលឃើញកាលពីម្សិលមិញហ្នឹងទំនោរគោលដៅធំគឺវាព្យាយាមនៅក្នុងការហក់ឡើងមកលើវិញគឺអាចនឹងតំបន់03300 3400វិញអញ្ចឹងបងប្អូននៅពេលដែលវាបង្កើតទៅជាលំហូរអាប់ឡើងអញ្ចឹងយើងឃើញហើយនៅពេលដែលវា start ឡើងពីតំបន់ low ចុងក្រោយដែលស្ថិតនៅក្នុងតំបន់03120នេះគឺជាចំណុចដែលវាបានហក់ឡើងត្រឹមតែមួយជើងរយៈពេលត្រឹមតែមួយថ្ងៃរហូតដល់100លេខជាងឡើងខ្លាំងឡើងបង្ហាញអំពីកម្លាំងនៅក្នុងការបន្តទៅលើបន្ថែមទៀតចឹងយើងឃើញដំណើរនៅក្នុងថ្ងៃនេះបើយើងសរុបជារួមវាអាចនឹងតម្លាក់ខ្លួនចុះមកខ្លះតិចតួចទៀតហើយក៏បកឡើងទៅលើវិញហើយតម្លៃឡូចុងក្រោយគឺស្ថិតនៅក្នុងតំបន់03120នឹងឯងវានឹងមានឱកាសខ្ពស់ខ្លាំងដែលវាមិនអាចទៅដាច់ហើយចុះមកក្រោមជ្រៅទៀតចឹងណាបងប្អូនយ៉ាងណាក្តីបើសិនជាវាចង់មកក៏វាមកtừតំបន់ដំណាក់កាលទី1គឺតំបន់78ដំណាក់កាលទី1ណាបើចុះជ្រៅទៀតអូខេវាអាចនឹងមកដល់តំបន់ឡូចាស់របស់វាគឺស្ថិតនៅក្នុង03120ហ្នឹងគឺអស់ខ្យល់ហើយគឺអស់ដំណើរនៅក្នុងការដែលកើខ្លាំងហើយវាមានឱកាសត្រឡប់ទៅកើតទៅជាលំហអាប់ត្រេនយ៉ាងណាក្តីយើងឃើញថាកម្លាំងធំគោលដៅធំគឺវាព្យាយាមឡើងបែបនេះបងប្អូនណាកាច់ឡើងបែបនេះអញ្ចឹងគោលដៅគឺមានតែភាគរយនៅក្នុងការបកឡើងមកវិញខ្លះទេកត្តាដែលអាចចុះទៀតហ្នឹងយើងឃើញថាចុះពីលើមកក៏វារៀងច្រើនណាស់ដែរហើយអញ្ចឹងវាអាចនឹងមិនទៅជាចុះទៅគ្រប់ច្រើនទៀតទេហើយយ៉ាងណាក្តីបងប្អូនអាចចាំមើលទៅថ្ងៃនេះជាថ្ងៃសុក្រចុងសប្តាហ៍ទីផ្សារមាសចាប់ផ្ដើមរៀងស្ងប់ដោយសារតែម្សិលមិញដើរខ្លាំងអញ្ចឹងវាសន្សំកម្លាំងអាចនឹងមូខ្លាំងនៅពេលយប់ជ្រៅហ្នឹងគឺអាចនឹងមានការប្រែប្រួលច្រើនសម្រាប់ពេលថ្ងៃពេលល្ងាចនេះអាចនឹងកាត់បន្ថយទៅលើការដើរច្រើនអញ្ចឹងបងប្អូនតម្លៃទីផ្សារមាសដែលយើងអាចជួញដូរបាននៅក្នុងថ្ងៃនេះតំបន់ទី1យើងអាចលក់នៅ03245តំបន់ទី2គឺ03265និងតំបន់ទី3គឺតំបន់03287តំបន់ដែលយើងរងចាំទិញវិញគឺ03187តំបន់ទី2គឺ03160និងតំបន់ទី3គឺតំបន់03140ជាតំបន់មួយដែលយើងគិតថាវាជាតម្លៃឡូជ្រៅខ្លាំងហើយដែលវាអាចនឹងធ្លាក់ខ្លួនចុះមកយ៉ាងណាក្តីវាក៏មិនមានភាគរយនៅក្នុងការចុះមកក្រោមច្រើនដែរអាចចុះទៅដំណាក់កាលទី1ទី2ហ្នឹងគឺត្រឡប់ឡើងទៅលើវិញនេះតាមការវិភាគឃើញបងប្អូនដំណើរទីផ្សារមាសកាលពីម្សិលមិញដែលបងប្អូនបានធ្វើការទិញនៅតំបន់ឡូដែលវាបានចុះមកចុងក្រោយស្ថិតនៅក្នុងតំបន់03120ឬក៏តំបន់03130គឺមានឱកាសខ្ពស់ដែលអាចមានឱកាសទទួលបានផលចំណេញដោយសារតែដំណើរទីផ្សារនៅក្នុងលំហូរ4ម៉ោងគឺវាឡើងមាន4 candlestick គឺឡើងខ្លាំងនិងច្រើនមែនទែន100លេខជាងហើយវាកម្រណាស់ដែលមានឱកាសនៅក្នុងការឡើងខ្លាំងបែបហ្នឹងអញ្ចឹងសម្រាប់បងប្អូនដែលបានទិញពីតំបន់ឡូទៅហ្នឹងគឺចំណេញច្រើនខ្លាំងមែនទែនអញ្ចឹងយើងអាចរកឱកាសនៅក្នុងការជួញដូរបន្តទៅមុខទៀតដើម្បីបង្កើតនៅប្រាក់ចំណូលបន្ថែមទៀតផងដែរហើយយើងឃើញថាតម្លៃទីផ្សារមាសនៅតំបន់នេះគឺជាចំណុចមួយដែលវាកើហើយបងប្អូនឃើញអញ្ចឹងទំនោរវាអាចនឹងឡើងឈឹកក្បាច់នេះអញ្ចឹងណាកម្លាំងធំវាព្យាយាមនៅក្នុងការអង្គចុះទីទួចឡើងអញ្ចឹងទៅតំបន់ឡូចុងក្រោយអាចនឹងចំណាំចងចាំទុកនៅក្នុងសប្តាហ៍ក្រោយបើសិនជាកាន់តែថ្ងៃច័ន្ទសប្តាហ៍ក្រោយវាដាច់គេទម្លាក់ធ្លាយដាច់ពីតំបន់03120ហ្នឹង110ហ្នឹងក៏វាអាចបង្កើតទៅជាកម្លាំងដោនទៀតដែរដោយសារតែរយៈកាលចុងក្រោយនេះទីផ្សារបិទថ្ងៃសៅរ៍និងថ្ងៃអាទិត្យលោតម្ដងថ្ងៃច័ន្ទ2ថ្ងៃសម្រាប់ត្រឹម2ថ្ងៃទេវាមានឱកាសខ្ពស់ខ្លាំងមែនទែនដែលទីផ្សារអាចនឹងដាច់គេហោះឡើងឬក៏ហោះចុះមកខាងក្រោមអញ្ចឹងយើងអាចនឹងរងចាំអ៊ុតមើលនៅដំណើរទីផ្សារមាសនៅក្នុងថ្ងៃច័ន្ទសប្តាហ៍ក្រោយបន្តទៀតអញ្ចឹងការអាប់ដេតទៅលើដំណើរទីផ្សារមាសសម្រាប់ការជួញដូរនៅថ្ងៃទី16មានតែប៉ុណ្្នឹងទេជូនពរបងប្អូនទាំងអស់គ្នាជួញដូរទិញលក់ទីផ្សារមាសដោយទទួលបានផលចំណេញច្រើនហើយយើងជួបគ្នានៅវីដេអូក្រោយទៀត